បាទសួស្តីមិត្តភ័ក្តិនិងបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបចម្លងក្បាច់បាទហើយដើម្បីកុំឲ្យខាតពេលវេលាយូរយើងទៅរៀនចម្លងទាំងអស់គ្នាបាទហើយក្បាច់នេះគឺខ្ញុំនឹងចម្លងនៅលើកម្មវិធី Adobe Illustrator បាទអញ្ចឹងជាដំបូងយើងត្រូវតែធ្វើការបន្ថយនៅ opacity ក្បាច់របស់យើងមកបាទអញ្ចឹងខ្ញុំដាក់វាត្រឹម30ជាងអីទៅបានហើយខ្ញុំយកវាប៉ុណ្ណឹងបន្ទាប់មកយើងធ្វើការ lock វាមួយយើងអាចចុច control លេខ2លើ keyboard ក៏បានឬមួយក៏យើងចូលមកកាន់ object ហើយយើងយកពាក្យថា lock បាទបន្ទាប់មកទៀតយើងធ្វើការគូវាដែលយើងចូលមកកាន់ rectangle បាទហើយតកតងនឹងត្រង់កន្លែង fill នេះខ្ញុំអត់យកទេអញ្ចឹងខ្ញុំយកតែ stroke ហើយ stroke គឺយើងយកតែមួយបានហើយ stroke បាទអញ្ចឹងខ្ញុំដើរនៅត្រង់ចំណុចនេះមួយចាប់ទាញវាបែបនេះមកបាទបន្ទាប់មកត្រង់នេះគ្រាន់តែយើង copy វាតគ្នាទេយើងចុច Ctrl C Ctrl F ដើម្បី copy ឲ្យវាត្រួតពីលើគ្នាបាទអញ្ចឹងយើងព្រិចវាធំតិចមក Ctrl C Ctrl F ទៀតមកបាទហើយ Ctrl C Ctrl F ហើយយើងចាប់ទាញវាឡើងមកលើបែបហ្នឹងមកយើង copy វាតគ្នាបែបហ្នឹង Ctrl C Ctrl F បាទអូខេបន្ទាប់មកទៀតខ្ញុំធ្វើការព្រមវាចូលមកប៉ុណ្ណេះអានេះខ្ញុំបង្រួមវាចូលមកប៉ុណ្ណេះដែរអានេះខ្ញុំបង្រួមវាចូលមកក្នុងប៉ុណ្ណេះដែរបាទបន្ទាប់មកនៅត្រង់អានេះយើងចូលមកកាន់ Direct Selection Tool យើង select ទៅលើវាបែបនេះយើងចុច Shift លើ keyboard ឲ្យជាប់ដើម្បីយើងទាញទៅវាស្មើបាទយើងទាញមកដាក់ប៉ុណ្ណេះមកខ្ញុំយកវាប៉ុណ្ណឹងណាបាទអានេះយើងព្រមវាចូលបែបនេះមកអានេះក៏អញ្ចឹងដែរអ្នកនរគ្នាយើងទាញវាចូលមកប៉ុណ្ណេះមកបាទអានេះយើងចុច Shift លើ keyboard យើងព្រមវាឲ្យចូលមកក្នុងបែបនេះដែរមកហើយនេះយើងទាញវាចូលមកក្នុងប៉ុណ្ណេះដែរមកបាទបន្ទាប់មកយើងធ្វើការពុតអានេះសិនណាដល់យើងចូលមកកាន់tool នេះបាទយើងចូលមកកាន់ curvature tool បាទបន្ទាប់មកយើងធ្វើការចាប់ពុតវាយើងពុតបែបនេះឃើញអត់អញ្ចឹងយើងពុតបែបហ្នឹងមកអានៅត្រង់កន្លែងនេះក៏អញ្ចឹងដែរយើងដើរនៅត្រង់ចំណុចនេះមួយមកហើយយើងចាប់ពុតវាទៅតាមទម្រង់ហ្នឹងមកណាបាទនេះយើងពុតវាប៉ុណ្ណេះមកបាទអញ្ចឹងយើងបានវាប៉ុណ្ណេះបន្ទាប់មកអានេះយើងធ្វើការពុតវាចូលដែរមកយើងចាប់ទាញចុចម៉ៅឆ្វេងជាប់យើងទាញវាមកក្នុងបែបហ្នឹងមកអូខេអញ្ចឹងយើងបានវាប៉ុណ្ណឹងបន្តមកទៀតឥឡូវខ្ញុំ copy អានេះតឲ្យហ្មងទៅ Ctrl C Ctrl F ខ្ញុំ copy វាដាក់មកលើនេះឲ្យដែរបាទអញ្ចឹងយើងអាចចុច Alt ជាប់លើ keyboard យើង copy វាយកមកដាក់ត្រង់កន្លែងនេះហើយយើងចាប់ទាញវាបែបហ្នឹងមកយើងចុច Alt លើ keyboard Alt ហើយចុច Shift មួយទៀតទៅដើម្បីទាញទៅវាស្មើហើយចុចម៉ៅឆ្វេងទាញទៅបាទអាហ្នឹងយើង copy វាដែរបាទហើយយើង copy តបែបហ្នឹងមកចឹងនៅត្រង់ចំណុចនេះយើងអាច Ctrl C Ctrl F មួយទៅហើយយើងទាញវាឡើងមកលើបែបនេះទៅឲ្យវាស្មើនឹងអានេះមកបាទអញ្ចឹងយើងបានវាប៉ុណ្ណឹងបាទបន្តមកទៀតខ្ញុំធ្វើការគូចាប់ពីនេះទៅមុនគូពីនេះទៅបាទដល់យើងចូលមកកាន់ pen tool របស់យើងនៅត្រង់កន្លែងនេះយើងត្រូវការប្រើ pen tool ហើយបាទយើងចុចដៅនៅត្រង់ចំណុចនេះមួយហើយដៅនៅត្រង់កន្លែងចំណុចនេះមួយបាទយើងដៅឲ្យចំត្រង់ចំណុចហ្នឹងមួយមកបាទយើងត្រង់ចំណុចនេះមួយបាទហើយត្រង់ចំណុចនេះត្រង់ចំណុចនេះមួយទៀតមក
ហើយត្រង់ចំណុចនេះយើងបដាច់ធ្វើនេះបាទបើអញ្ចឹងវារៀងលើសយើងអាចចូលមកកាន់ Direct Selection Tool របស់យើងបាទអញ្ចឹងយើងចាប់ទាញវាបែបនេះមកណាអូខេបន្តមកទៀតយើងចូលមកកាន់ Pen Tool របស់យើងហើយយើងពុតក្បាច់នេះម្ដងបាទអញ្ចឹងយើងអាចដើរនៅត្រង់ចំណុចនេះមួយមកបន្ទាប់មកយើងពុតយើងចុចម៉ៅឆ្វេងជាប់យើងចាប់ទាញយើងកុំប្រឡែងម៉ៅតែអ្នកនរគ្នាប្រឡែងម៉ៅអ្នកនរគ្នាពុតអត់ទៅទេអញ្ចឹងនេះយើងចុចដើរនៅត្រង់ចំណុចហ្នឹងប៉ុន្តែយើងចុចម៉ៅឆ្វេងយើងកុំប្រឡែងបាទបន្ទាប់មកទៀតខ្ញុំយកនៅត្រង់ចំណុចនេះខ្ញុំពុតទៅតាមទម្រង់បែបហ្នឹងបាទហើយខ្ញុំមកដើរនៅចំណុចនេះហើយខ្ញុំចុចAlt ឬ keyboard ជាប់នៅពេលចុច Alt ទៅវាចេញសញ្ញាបែបនេះអ្នកនរគ្នាអញ្ចឹងយើងចុចចំត្រង់កន្លែងហ្នឹងយើងចុចម៉ៅឆ្វេងទៅវាផ្ដាច់ហើយបន្ទាប់មកយើងពុតមកនេះទៀតបាទហើយយើងចាប់ទាញពុតមកនឹងមកបាទហើយយើងស្រេតាមហ្នឹងមកណាខ្ញុំយកវាប៉ុណ្ណេះហើយខ្ញុំពុតវាប៉ុណ្ណេះបាទលើខ្វះតិចតួចចាំយើងពុតវាតាមក្រោយយើងស្រេវាតាមក្រោយអញ្ចឹងខ្ញុំយកវាប៉ុណ្ណេះមកហើយខ្ញុំចុច Alt យើងផ្ដាច់វាមួយបាទហើយខ្ញុំពុតវាបែបនេះបាទខ្ញុំពុតវាបែបនេះមកខ្ញុំមកផ្ដាច់នៅត្រឹមចំណុចនេះបាទអញ្ចឹងយើងមើលទៅដូចរៀងវាឡើងណាវាងសើវេកវាងយ៉ាងអីចឹងណាបាទអញ្ចឹងយើងចូលមកកាន់ tool នេះបាទយើងចូលមកកាន់ curvature tool របស់យើងហើយយើងពុតវាតិចទៅបាទយើងពុតវាឲ្យស្អាតទៅអ្នកនរគ្នាពេលដែលអ្នកនរគ្នាធ្វើមែនតើអ្នកនរគ្នាត្រូវពុតផ្ចិតផ្ចង់ឲ្យស្អាតតិចទៅបាទហើយនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែបង្ហាញជូនអ្នកនរគ្នាពីរបៀបពុតទេអញ្ចឹងអ្នកនរគ្នាអាចធ្វើឲ្យស្អាតទៅបាទអូខេឥឡូវសម្រាប់ថាខ្ញុំយកប៉ុណ្ណឹងចុះអានេះយើងអាចរំកិលវាបន្តិចក៏បានឥឡូវខ្ញុំយកវាប៉ុណ្ណឹងបាទបន្ទាប់មកទៀតយើង copy វាមកយើងចុច select ទៅលើវាបែបហ្នឹងមកបាទបន្ទាប់មកយើងចូលមកកាន់ reflect tool របស់យើងហើយយើងចុច Alt ឲ្យជាប់នៅលើ keyboard ហើយយើងចុច mouse ឆ្វេងបាទអញ្ចឹងវាធ្វើការ copy បាទហើយយើង complete យកឥឡូវនេះ horizontal នេះមកហើយយើង copy វាមកហើយយើងទាញវាមកក្រោមបែបនេះមកយើងដាក់នៅត្រង់ចំណុចនេះមួយបាទបន្ទាប់មកអានេះយើងយក ellipse tool បាទយើងយក ellipse យកមកគូមកហើយយើងចាប់ទាញគូត្រង់ចំណុចនេះមួយទៅបាទហើយយើងទាញវាឲ្យស្មើមកបន្ទាប់មកយើង Ctrl C Ctrl F យើង copy វាមួយទៀតយើងទាញពង្រីកវាបែបនេះបាទអញ្ចឹងយើងបានប៉ុណ្ណឹងហើយនៅត្រង់អានេះយើងយក pen tool យកមកគូមកបាទបាទអញ្ចឹងយើងបានវាប៉ុណ្ណឹងបន្ទាប់មកយើងគូក្បាច់ខាងនេះតកតងនឹង pen tool ហ្នឹងអ្នកនរគ្នាអាចគូបែបនេះក៏បានអ្នកនរគ្នាចុចនៅត្រង់ចំណុចនេះមួយហើយយើងចុចនៅត្រង់ចំណុចនេះមួយយើងដើរនៅត្រង់ចំណុចនេះមួយបាទហើយយើងដើរត្រង់ចំណុចនេះមួយត្រង់ចំណុចនេះមួយយើងមកដើរនៅត្រង់ចំណុចពាក់កណ្ដាលនេះមួយហើយយើង escape ផ្ដាច់វាហើយយើងយកចូលមកកាន់ tool នេះយើងធ្វើការពុតវាក៏បានដែរអាហ្នឹងអាស្រ័យទៅលើអ្នកនរគ្នាស្ទាត់មួយណាអ្នកនរគ្នាធ្វើមួយហ្នឹងទៅដែលអ្នកនរគ្នាគិតថាអ្នកនរគ្នាអាចធ្វើទៅវាស្ទាត់ហើយនឹងលឿនអូខេអញ្ចឹងយើងគ្រាន់តែពុតវាបែបហ្នឹងមកបាទយើងពុតវាបែបហ្នឹងមកបន្តមកទៀតយើងដើម្បីឲ្យស្មើឲ្យវាស្មើគ្នាសងខាងអញ្ចឹងយើង copy វាបាទយើងចូលមកកាន់ reflect tool របស់យើងបន្ទាប់មកយើង copy វាមកហើយយើងចាប់វាទាញយកមកដាក់ត្រង់កន្លែងចំណុចនេះមួយទៀតមកបាទអញ្ចឹងយើងបានវា2ហើយ
បាទហើយយើងគ្រប់វាទៅយើងចុច Ctrl G ឬមួយក៏យើងចូលមកកាន់ Object យើងយកពាក្យថាគ្រប់បាទឥឡូវយើងបានវាប៉ុណ្ណឹងហើយឥឡូវខ្ញុំគូរនៅក្បាច់នេះបាទតើតើនៅក្បាច់នេះក៏ដូចគ្នាដែរអ្នកនរគ្នាចូលមកកាន់ Pen Tool មកហើយយើងធ្វើការពុតវាគូរទៅបាទឥឡូវខ្ញុំពុតវាបែបហ្នឹងបាទអញ្ចឹងខ្ញុំចុច Alt លើ keyboard មួយផ្ដាច់វាត្រង់ចំណុចនេះតបមកខ្ញុំគូរត្រង់ចំណុចនេះមួយទៀតហើយយើងផ្ដាច់វាខ្ញុំគូរត្រង់ចំណុចនេះបាទហើយខ្ញុំផ្ដាច់វាទៀតបន្ទាប់មកខ្ញុំដាក់ឲ្យចំចំណុចនេះខ្ញុំគូរវាមកបែបនេះបន្ទាប់មកខ្ញុំចុច Escape មួយទៅដើម្បីផ្ដាច់វាអូខេហើយយើងធ្វើការសេរីវាបាទយើងពុតវាឲ្យវាស្មើស្អាតតិចទៅតើតើនឹងការចម្លងនេះយើងមិនអាចចម្លងដូចរបស់ដើម 100% អ្នកនរគ្នានៅពេលដែលអ្នកនរគ្នាធ្វើឲ្យអ្នកនរគ្នាចម្លងម្ដងទៀតគឺมันអាចដូច 100% ទេបាទអូខេឥឡូវខ្ញុំយកវាប៉ុណ្ណឹងហើយនេះខ្ញុំស្រីវាប៉ុណ្ណេះមកអូខេបន្ទាប់មកយើង copy វាមួយទៀតទៅ sorry យើងចូលមកកាន់ move tool សិនណាបាទហើយយើង select ទៅលើវាយើង copy វាមួយទៀតបាទយើងចុច Alt keyboard ជាប់មកយើង copy វាបន្ទាប់មកខ្ញុំទាញវាមកខាងនេះបាទខ្ញុំដាក់វានៅត្រង់ចំណុចនេះយើងដាក់វាស្មើមកហើយយើង select ទៅលើវាយើងគ្រប់វាមួយទៅហើយយើងអាចទាញវារំកិលបែបនេះតិចមកអូខេបន្ទាប់មកយើងគូរនេះអានេះក៏ដូចគ្នាដែរយើងយក pen tool យកមកគូរបែបហ្នឹងមកបាទយើងបានប៉ុណ្ណឹងយើងចុច escape ផ្ដាច់មួយទៅហើយយើងគូរត្រង់ចំណុចនេះមួយទៀតមកយើងផ្ដាច់ត្រង់ហ្នឹងបាទយើងចុច escape ផ្ដាច់ត្រង់ហ្នឹងមកហើយយើងគូរត្រង់អាក្រមនេះម្ដងបាទអញ្ចឹងខ្ញុំយកវាប៉ុណ្ណឹងអូខេបន្ទាប់មកទៀតខ្ញុំ select ទៅលើវាមកហើយយើងគ្រប់វាមួយបាទហើយយើង copy វាតមកមុខមកដែលយើងចុច Alt លើ keyboard ហើយយើង copy វាមកមុខទៀតមកបាទអូខេឥឡូវខ្ញុំ copy វាដាក់ប៉ុណ្ណេះហើយត្រង់កន្លែងចំណុចនេះបើវាអត់ដល់អ្នកនរគ្នាអាចចូលមកកាន់direct selection tool របស់យើងចាប់វាទាញមកក្នុងបន្តិចមកនេះយើងទាញវាបែបនេះបាទយើងទាញវាបែបហ្នឹងយើងពុតវាឲ្យដល់មកបាទបន្ទាប់មកយើង copy វាតទៀតមកយើងចុច Alt លើ keyboard ជាប់យើង copy វាតគ្នាមកបាទអញ្ចឹងយើងបានវាប៉ុណ្ណាតកតងដែលចំណុចដែលវាលើសនេះអត់អីទេអ្នកនរគ្នាយើងលុបវាតាមក្រោយហ្នឹងបន្ទាប់មកយើងចូលមកកាន់ pen tool យើងគូរនេះម្ដងហើយយើងគូរវាមកយើងពុតវាទៅតាមទម្រង់បែបហ្នឹងយើងចុច escape ផ្ដាច់ត្រង់ចំណុចហ្នឹងមួយយើងពុតវាបែបហ្នឹងមកហើយយើងចុច escape មួយទៀតមកយើងផ្ដាច់វាបន្ទាប់មកយើង copy វាព្រោះឥឡូវនេះវាដូចគ្នាទេយើង copy វាមួយទៀតមក sorry អ្នកនរគ្នាមើលពុតវាស្អាតសិនទៅណាយើងពុតវាតិចសិនទៅបាទបន្ទាប់មកយើង copy វាមួយទៀតទៅយើង copy វាដាក់ចំហៀងខាងនោះ
បាទអញ្ចឹងយើង copy វាដាក់ប៉ុណ្ណេះមកអានេះវាលើសខ្វះគ្នាឆ្ងាយបាទបើវាលើសខ្វះអញ្ចឹងយើងអាចពុតវាបាទដល់យើងចូលមកកាន់ Curvature tool របស់យើងចាប់ទាញវាមកនេះតិចទៅនេះយើងពុតវាបែបហ្នឹងបាទអានេះបើវានេះអញ្ចឹងយើងពុតវាបញ្ចូលលិចទៀតដែរទៅបាទអានេះក៏ចឹងដែរអូខេបន្ទាប់មកនៅអាក្រមនេះយើងយក Ellipse tool បាទយើងចុច Shift Alt លើ keyboard ឲ្យជាប់បាទដើម្បីឲ្យវាចំឲ្យវារីកទៅវាស្មើគ្នាបើយើងអត់ចុច Shift បាទយើងអត់ចុច Shift ពេលទាញទៅគឺវាទៅប៉ែតបែបនេះបាទអញ្ចឹងយើងទាញវាដាក់បែបហ្នឹងមកហើយយើងចូលមកកាន់ Pen tool យើងគូនេះមកអញ្ចឹងយើងយកវាប៉ុណ្ណេះយើងអាចពុតវាទៀតមកបាទអញ្ចឹងខ្ញុំដាក់វាប៉ុណ្ណឹងយើងគប់យើង select ទៅលើវាយើងគ្រប់ទៅលើវាមួយមកហើយយើងចាប់វាទាញមកដាក់ត្រង់នេះតបមកយើងចុច control sorry យើងចុច alt shift លើ keyboard ជាប់យើងទាញវាមកដាក់ត្រង់ខាងមុខនេះមកហើយយើងចុច control អក្សរ D ដើម្បីឲ្យវា copy តមកបែបនេះតបមកយើង select ទៅលើវាទាំងអស់បែបនេះមកហើយយើងចុច alt លើ keyboard ហើយយើងចុច shift មួយទៀតទៅដើម្បីឲ្យវារត់ទៅស្មើយើងយកមកដាក់ខាងលើបែបនេះអូខេនៅពេលដែលយើងបានប៉ុណ្ណឹងហើយយើង select ទៅលើវាទាំងអស់បន្ទាប់មកយើងចូលមកកាន់ object យើងយកពាក្យ expand មួយបាទយើងពេលដែលយើង expand វាហើយយើងចុច OK មកបន្ទាប់មកយើងចូលមកកាន់ tool នេះបាទយើងចូលមកកាន់ tool នេះដើម្បីធ្វើការលុបនៅត្រង់ចំណុចណាដែលវាលើសអញ្ចឹងយើងចុច Alt លើ keyboard ឲ្យជាប់បាទវាចេញសញ្ញាលេខដកបែបនេះអញ្ចឹងយើងអូសផ្ដាច់ទៅលើវាទៅគឺវាដាច់ហើយនៅត្រង់ចំណុចណាដែលលើសយើងអត់ចង់ត្រូវការយកបាទអញ្ចឹងដូចអានេះអញ្ចឹងអានេះខ្ញុំនៅត្រង់ចំណុចនេះគឺខ្ញុំអត់យកទេខ្ញុំចុច Alt ឲ្យជាប់ទៅវាចេញសញ្ញាលេខដកបែបហ្នឹងអញ្ចឹងវានឹងផ្ដាច់ឲ្យយើងហើយបើសិនជាយើងអត់ចុច Alt លើ keyboard វាចេញសញ្ញាលេខបូកបែបនេះមានន័យថាយើងនឹងចាក់ផ្ទៃទៅលើវាឃើញអត់វាចេញផ្ទៃតែបើយើងចុច Alt វាចេញសញ្ញាលេខដកយើងចុចម៉ៅឆ្វេងមួយផ្ដាច់ទៅគឺវាដាច់ផ្ទៃនឹងហើយបាទអូខេអានេះក៏ខ្ញុំអត់យកដែរអញ្ចឹងខ្ញុំដកវាចេញទៅហើយយើងពង្រីកមើលឲ្យអស់យើងពង្រីកមើលឲ្យធំទៅហើយយើងលុបវាចេញទៅត្រង់ចំណុចណាដែលយើងអត់ត្រូវការយកបាទអញ្ចឹងអានេះខ្ញុំលុបវាចេញដែរបាទនៅត្រង់ចំណុចនេះវាលើសដែរយើងចុច Alt ឲ្យជាប់លើ keyboard យើងលុបវាចេញទៅបាទយើងចុចឲ្យជាប់ចឹងទៅគឺវានឹងដកចេញហើយបាទ sorry បាទអូខេអញ្ចឹងយើងបានក្បាច់ខាងជើងក្រមប៉ុណ្ណេះហើយយើងទាញវាមកមើលមកអូខេអញ្ចឹងយើងបានប៉ុណ្ណេះអូខេអ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសូមបញ្ចប់ត្រឹមនេះសិនហើយចាំជួបគ្នានៅភាគបន្តទៀតហើយបើសិនជាអ្នកនរគ្នាពេញចិត្តនៅវីដេអូនេះចង់ឲ្យខ្ញុំបង្ហាញបន្តទៅទៀតអ្នកនរគ្នាអាចចូល comment នៅខាងក្រោមវីដេអូរបស់ខ្ញុំមកបាទអរគុណច្រើនអ្នកនរគ្នាជួបគ្នានៅវីដេអូបន្ត